ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកឆ្លើយចា comment ដែលគាត់បានសួរចាហើយនឹងចាលំអិតចាចម្លើយបន្ថែមទាក់ទងនឹងការ៉េនៅលើបាតដៃចាគាត់ចង់សួរអំពីចាការ៉េជាប់ខ្សែជីវិតចាអានេះខ្ញុំគូពី3ប្រភេទចាឲ្យគាត់មើលព្រោះខ្ញុំមិនបានឃើញបាតដៃរបស់គាត់ចាក៏ពេលខ្លះក៏មិនច្បាស់នឹងសំណួររបស់គាត់ដែរចាឥឡូវយើងមើលចាខ្សែចាជោគជតាសាំងទាំង3ណាគឺខ្សែចាជីវិតចាខ្សែខួរក្បាលនិងខ្សែបេះដូងណាការ៉េដែលគាត់សួរអាចនឹងជាចាខ្សែជីវិតរបស់គាត់ហើយនឹងខ្សែខួរក្បាលជាប់គ្នាហើយមានការ៉េនៅលើនោះប៉ុន្តែខ្ញុំយកចាបាតដៃដែលចាខ្សែជោគជតាទាំង3ឃ្លាតគ្នាអញ្ចឹងស្រួលគូសឲ្យគាត់មើលចានេះចាបើករណីមានត្រីកោណបែបនេះហើយបង្កើតចេញជាការ៉េនៅក្បែរត្រីកោណនឹងទៅទៀតគឺបញ្ជាក់ថាម្ចាស់បាតដៃពីក្មេងមកគឺរស់នៅសនុកសុខស្រួលមិនពិបាករស់នៅក្នុងគ្រួសារដែលមានជីវភាពល្អចង់បានអីបាននឹងណាការ៉េនៅកន្លែងនឹងផងដែរគឺក៏អាចមានន័យមួយទៀតគឺជួយឃុំក្រងគាត់ចាពីក្មេងទោះបីជាគាត់ជួបការលំបាកយ៉ាងម៉េចក៏គាត់អាចឆ្លងការលំបាកនឹងបានចាមិនពិបាកខ្លាំងព្រោះមានខ្សែបុណ្យឃុំក្រងនៅទៅនឹងណាចាឥឡូវយើងមើលការ៉េមួយទៀតគឺការ៉េជាប់អែបជាមួយនឹងខ្សែជីវិតនៅខាងក្រៅណាចាការ៉េអែបនៅខ្សែជីវិតនេះគឺមានន័យថាចាម្ចាស់បាត់ដៃចាពីជួរអាយុចា20ចារហូតដល់អាយុ30ជាងហ្នឹងចាគឺគាត់មានសមត្ថភាពទិញដីទិញផ្ទះអាចមានសមត្ថភាពទិញផ្ទះឬក៏ទិញដីចាសម្រាប់ខ្លួនឯងបានចាហើយការ៉េនៅក្រោមចង្អុលដៃចាខ្ញុំដូចជាធ្លាប់ប្រាប់ហើយចាគឺខ្សែការ៉េដែលសំដៅទៅលើទ្រព្យសម្បត្តិរបស់យើងនឹងឯងមានប្រមាណកន្លងគឺមានប៉ុណ្ណឹងដែរដូចគ្នាណាចាហើយការ៉េនៅកណ្ដាលបាតដៃនេះគឺចានិយាយអំពីចាការ៉េដែលឃុំក្រងដូចគ្នាចានិយាយរួមលើបាតដៃភាគច្រើនចាឲ្យតែមានជាការ៉េគឺមានន័យថាពាក្យឃុំក្រងទាំងអស់ណាចាឃុំក្រងនៅកណ្ដាលបាតដៃនេះគឺមានន័យថាចាទោះបីជាម្ចាស់បាតដៃចាចូលដល់វ័យកណ្ដាលក៏ដោយជួបរឿងហេតុពិបាកយ៉ាងម៉េចក៏ដោយចាគឺឆ្លងកាត់បានចាងាយស្រួលចាព្រោះដោយសារមានបុណ្យចាស់ចាតាមថែណាចាហើយអ្នកទាំងអស់ហ្នឹងក៏ដែលដាច់លុយបានយូរដែរណាចាដាច់លុយថ្ងៃហ្នឹងស្អែកឡើងមានលុយទៀតចាអាហ្នឹងគឺអញ្ចឹងណាចាអានេះការ៉េបានពីចាកសោផលបុណ្យពីអតីតរបស់គាត់ណាខ្ញុំភ្លេចបញ្ជាក់មួយទៀតការ៉េចាដែលសង្កត់នៅលើខ្សែជីវិតចាដែលខ្ញុំចាគូពណ៌បៃតងនេះចាការ៉េសង្កត់លើខ្សែជីវិតគឺមានន័យថាចាបុគ្គលនោះធ្វើអ្វីតែងតែបានសម្រេចជាពិសេសចាសំដៅទៅលើការសិក្សារបស់បុគ្គលនឹងទោះបីជាសិក្សាជំនាញអ្វីចាសិក្សាភាសាអ្វីចាតែងតែបានសម្រេចតែងតែសម្រេចដោយចាជោគជ័យដោយភាពឆ្លៀសវៃរបស់គាត់ណាចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកឆ្លើយអំពីចាសំណួរនៃ comment ដែលគាត់ comment បានសួរចាសញ្ញាការ៉េចានៅលើចាខ្សែខួរក្បាលណាចាឥឡូវយើងគូសចាខ្សែជោគជតាទាំង3សិនចាខ្សែជីវិតចាខ្សែខួរក្បាលចាខ្សែបេះដូងណាចុងក្រោយគេចាអញ្ចឹងចាគាត់សួរចង់ដឹងថាអត្ថន័យនៃចាសញ្ញាការ៉េដែលសង្កត់ចានៅលើខ្សែខួរក្បាលបែបនេះណាចាខ្ញុំគូនៅខាងចុងនៃខ្សែខួរក្បាលបែបនេះណាចាមិនថានៅខាងចុងចាឬនៅខាងដើមនៃខ្សែខួរក្បាលទេឲ្យតែមាននិមិត្តសញ្ញាណាចាការ៉េសង្កត់នៅលើខ្សែខួរក្បាលហ្នឹងគឺចាម្ចាស់បាត់ដៃនឹងចាគិតធ្វើអ្វីតែងតែចាជួយឃុំក្រងឲ្យគិតទៅលើរឿងត្រូវគិតធ្វើអីតែងតែបានជោគជ័យចាហើយក៏ឲ្យម្ចាស់បាត់ដៃនឹងជៀសផុតអំពីជំងឺតាក់ទងនឹងទៅលើផ្នែកខួរក្បាលហ្នឹងគឺឲ្យតែជំងឺតាក់ទងទៅនឹងផ្នែកខួរក្បាលម្ចាស់បាត់ដៃនឹងគេចផុតចាមិនកើតជំងឺទាំងអស់ហ្នឹងទេណាចាខ្ញុំចង់និយាយមួយទៀតអំពីខ្សែវាសនាចាខ្សែវាសនាចាដែលចាបែកមេធៀងណាចាខ្សែវាសនាចាដែលមានតម្រងចាបែបនេះចាដាច់ហើយក៏មានខ្សែបែកមេធៀងមកតវិញចានៅក្នុងអាយុ40ហើយក៏មានចាខ្សែវាសនាថ្មីដុះមកក្នុងអាយុ50ចាហើយក៏បែកមកខាងដៃចាកណ្ដាលបែបនេះទៀតណាចាខ្សែវាសនាដែលបែកមេធៀងចាហើយនឹងមានចាគេហៅថាជើងទុកជ្រែងណាចាខ្សែទុកជ្រែងចាំមើលខ្ញុំគូឲ្យមើលចាខ្សែទុកជ្រែងបែបហ្នឹងទៅទៀតគឺបានន័យថាខ្សែវាសនាដែលមានធម៌ពលខ្លាំងខ្សែវាសនាដែលមានធម៌ពលខ្លាំងមានន័យថាយ៉ាងម៉េចគឺមានន័យថាម្ចាស់បាត់ដៃដែលមានខ្សែវាសនាបែកមេធៀងឬក៏មានជើងទុកជ្រែងបែបនេះមានន័យថាម្ចាស់បាត់ដៃហ្នឹងគឺមិនងាយដាច់លុយទេចាបញ្ហាលុយកាក់អីយ៉ាងម៉េចក៏ចេះតែដោះស្រាយរឿងលុយកាក់នឹងចេញហើយអត់ដែរចេះដាច់លុយទេចាម្ចាស់បាត់ដៃហ្នឹងក៏សបោសបាយរឿងលុយនឹងដែរក្នុងដំណើរជីវិតហ្នឹងណាចាមិនងាយនឹងដាច់សេដ្ឋកិច្ចណា